នៅពេលដែលសង្គ្រាមព្រំដែនកម្ពុជាថៃបានកើតឡើងអ្នកដែលរងគ្រោះមិនមែនគ្រាន់តែប្រជាជនទេគឺប្រសង់ព្រោះក្របកំភ្លើងវាអត់ស្គាល់នៅទីអារាមទេដូចជានៅទីអារាមមួយចំនួនដែលត្រូវក្របកំភ្លើងបាញ់មកលើទីអារាមនោះប្រសង់ក៏ត្រូវជួបការលំបាកក៏ត្រូវភៀសសឹកដូចគ្នាដូច្នេះចំណុចនេះគឺត្រូវតែคล้ายទៅជាទស្សនវិជ្ជាคล้ายទៅជាប្រធានបទដែលរាជរដ្ឋាភិបាលត្រូវតែប្រមូលផ្ដុំយកចិត្តទុកដាក់ទៅលើការបំពេញឲ្យគ្នាខាងផ្នែករដ្ឋវិនិយោគទៅលើវិស័យសាសនាតាមរយៈការផ្ដល់ជំនឿសពបែបយ៉ាងសម្រាប់សាសនាឲ្យសាសនាអភិវឌ្ឍតាមរយៈនៃការជំរុញបង្កើននៅការសាលារៀនផ្នែកទាក់ទិនជាមួយនឹងចំណេះទូទៅក៏ដូចជាវិស័យសាសនារដ្ឋទទួលបានមកវិញគឺអ្វីរដ្ឋនឹងទទួលបានមកវិញនូវផលប្រយោជន៍យ៉ាងធំនៅត្រង់ថាគ្មានសាសនាណានៅលើពិភពលោកនេះឬនៅកម្ពុជាអប់រំពុទ្ធសាសនិករបស់ខ្លួនឲ្យប្រព្រឹត្តអំពើបាបទេដូច្នេះប្រសិនបើប្រជាពលរដ្ឋបានទទួលនៅការអប់រំប្រជាពលរដ្ឋមានគុណធម៌ល្អមានសិលធម៌ល្អគឺពេលនោះហើយជាពេលវេលាដែលល្អបំផុតសម្រាប់សំទោសឥឡូវតទូរស័ព្ទញ័រគឺទៅវាតបជើងគូប៉ុន្តែបែរជាមិនអីទេព្រោះមាញ់ប្រគល់ភារកិច្ចហៅទៅមេតបជើងគូហើយជួយរកឯកសារគាត់អ្នកណាប្រាប់ទៅថាខ្ញុំកំពុងថ្លែងសន្ទរកថាបើជាគាត់នៅអីនៅហៅទៅម៉ៅសុផាន់បន្តិចអ្នកណាហៅទៅម៉ៅសុផាន់បន្តិចថាកុំហៅមកទៀតខ្ញុំកំពុងថ្លែងសន្ទរកថាខ្ញុំសូមបន្តរឿងនេះអញ្ចឹងជាការបំពេញឲ្យគ្នារដ្ឋវិនិយោគជួយទៅលើពុទ្ធសាសនានិងសាសនាដទៃទៀតប៉ុន្តែសាសនាដទៃទៀតមានចំណែកជួយត្រឡប់មកវិញទៅលើការអប់រំសិលធម៌គុណធម៌អំពើល្អចំពោះពលរដ្ឋដូច្នេះវាបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋរបស់យើងឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក្នុងសង្គមប្រសិនបើមនុស្សភាគច្រើនប្រព្រឹត្តអាក្រក់គឺច្បាស់ណាស់ថារដ្ឋពិបាកគ្រប់គ្រងហើយពិបាកគ្រប់គ្រងដូចជាអំពើជ្រុលនិយមច្រើនហួសវាទៅជារបៀបភេរវកម្មវាទៅជារឿងនេះរឿងនោះគឺពិបាកអញ្ចឹងទេព្រះសង្ឃក៏ដូចជាសាសនាដទៃទៀតអាចចូលរួមចំណែកដើម្បីអប់រំសាសនិករបស់ខ្លួនប្រព្រឹត្តនៅអំពើល្អដែលវាជាការរួមវិភាគទានមួយសម្រាប់ភាពជឿនលឿនរបស់សង្គមនេះជាអ្វីដែលខ្ញុំប្រកាសខ្ញុំចង់បញ្ជាក់អំពីចំណងតាក់ទងបដិច្ចសមោបាទឬហៅថាវិចារវិទ្យាដែលបំពេញឲ្យគ្នាមានចំណងតាក់ទងគ្នានិងបំពេញឲ្យគ្នាទៅវិញទៅមកតាមរយៈរដ្ឋជួយទៅលើវិស័យសាសនានិងវិស័យសាសនាផ្ដល់ផលត្រឡប់មកវិញឲ្យរដ្ឋងាយស្រួលគ្រប់គ្រងសង្គមតាមរយៈមនុស្សល្អដែលបានទទួលការអប់រំពីវិស័យសាសនាក្នុងន័យនេះទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំយល់ឃើញថារាជរដ្ឋាភិបាលគណៈសង្ឃទាំងពីរគណៈនិងជនរួមជាតិត្រូវរួមគ្នាបន្តអភិរក្សនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា
ហើយកាន់តែរីកចម្រើនតាមរយៈការពង្រឹងតួនាទីដឹកនាំនិងគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជាព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីពុទ្ធវត្តសម្ដៅជំរុញការប្រតិបត្តិនៅបរមពុទ្ធោពុទ្ធវត្តឲ្យបានត្រឹមត្រូវជាពិសេសធ្វើនៅអំពើល្អនិងការសម្អាតចិត្តឲ្យស្អាតបរិសុទ្ធឈរលើមូលដ្ឋានទ្រឹស្ដីព្រះពុទ្ធសាសនាការរីកចម្រើនខាងផ្នែកសម្ភារៈត្រូវតែមានតុល្យភាពនិងការរីកចម្រើនខាងស្មារតីពោលគឺចំណងខាងផ្នែកសម្ភារៈត្រូវអនុលោមជាមួយនឹងក្របខ័ណ្ឌគតិយុត្តសិលធម៌និងយុត្តិធម៌សង្គមការនេះសបញ្ជាក់អំពីភាពចាំបាច់ក្នុងការពង្រីកការផ្សព្វផ្សាយនិងការពង្រឹងការយល់ដឹងអំពីទស្សនវិជ្ជាព្រះពុទ្ធក្នុងសង្គមជាតិសម្ដៅជំរុញការប្រតិបត្តិធម៌វិន័យការកែលម្អផ្នត់គំនិតនិងការគោរពច្បាប់ទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសង្ឃឹមយ៉ាងមុតមមថាអនុសង្ឃវជ្រមហាសន្និបាតសង្ឃទូទាំងប្រទេសលើកទី33នេះនឹងប្រមូលបាននៅបណ្ដុំបញ្ញាញាណបណ្ដុំបទពិសោធន៍និងទស្សនៈគ្រប់ជ្រុងជ្រោយកំណត់បានត្រឹមត្រូវនៅបញ្ហាប្រឈមមូលហេតុនៃបញ្ហាប្រឈមកាត់បន្ថយនិងលុបបំបាត់នៅបញ្ហាអវិជ្ជមានទាំងឡាយដែលដាក់ចេញនៅវិធានការនិងយន្តការថ្មីដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំនិងការគ្រប់គ្រងព្រះពុទ្ធសាសនានៅកម្ពុជាលើកកម្ពស់ស្មារតីសាមគ្គីធម៌និងអភិវឌ្ឍសមត្ថភាពជាគំរូនិងការអប់រំសិលធម៌សម្ដៅលើកកម្ពស់សុខសន្តិភាពសង្គមនិងសុខដុមនីយកម្មសាសនានិងការអភិវឌ្ឍប្រកបដោយបរិយាបន្ននិងជីវភាពសម្ដេចព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គអាដាមលោកយុទាវថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំចង់និយាយបន្តិចពាក់ទិនបន្ថែមលើចំណុចខ្លះហើយគិតថាមួយផ្នែកព្រះរាជតំណាងតែមួយផ្នែកគឺខ្ញុំប្រកាសណាខ្ញុំនិយាយក្នុងឋានៈជាប្រធានព្រឹទ្ធសភាហើយក៏និយាយក្នុងឋានៈជាប្រធានគណៈបកកណ្ដាលអំណាចផងដែរដំបូងខ្ញុំកណាខ្ញុំសូមចូលរួមទាក់ទិនជាមួយនឹងការចូលរួមនៅវិស័យសាសនាតាមរយៈការអប់រំអ្វីដែលជាគោលដៅដែលរដ្ឋាភិបាលតាំងពីអាណត្តិមុនដាក់ចេញមកចំណន់ខ្ញុំប្រកាសណាខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីសម្ដេចកលាហោមសខេងនៅធ្វើឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរហូតដល់ពេលនេះគោលដៅរបស់យើងនៅតែចង់បានភូមិឃុំមានសុវត្ថិភាពចំណុចនេះគឺជាចំណុចដែលប្រសង់និងគ្រប់សាសនាអាចជួយបានព្រោះប្រសង់ក៏ដូចជាសាសនាដទៃទៀតនៅឯភូមិឃុំនោះឯងអញ្ចឹងទេតាមវិធីនៃការបញ្ជ្រាបការយល់ដឹងចំពោះប្រជាជនច្បាស់ណាស់ថាសន្តិសុខសណ្ដាប់ធ្នាប់សង្គមការបំបត្តិអំពើហិង្សាការជួញដូរមនុស្សការជួញដូរគ្រឿងញៀនលបែងស៊ីសងក៏នឹងត្រូវបានកាត់បន្ថយដូច្នេះបើយើងពិនិត្យអំពីចំនួនទីអារាមនៅក្នុងប្រទេសកម្ពុជាយើងមានរហូតដល់5144វត្តដែលមានប្រសង់
ចំនួន75556នាក់វាស្មើនឹង1/5នៃចំនួនកងទ័ពទៅហើយកម្លាំងប្រអាវុធទៅហើយអញ្ចឹងទេការជួយយ៉ាងដូចនេះវាជាការស្រួលអ្វីដែលយើងចង់បានធំបំផុតគឺភូមិឃុំមានសុវត្ថិភាពសូម្បីតែរោងចក្រសហគ្រាសក៏យើងចង់បានហៅថារោងចក្រមួយគឺសហគមន៍សុខសាន្តមួយអញ្ចឹងយើងមិនអាចប្រើវិធីអ្វីក្រៅតែវិធីអប់រំនោះទេឱកាសមានច្រើនឥឡូវនៅកម្ពុជាអ្នកដែលកាន់ពុទ្ធសាសនាក៏មានភាគច្រើនអ្នកដែលកាន់គ្រឹះក៏មានភាគច្រើនក៏មានមួយចំនួនអ្នកដែលកាន់អ៊ីស្លាមក៏មានមួយចំនួនហើយសិតតែមានពេលវេលាចូលវិហារចូលទីអារាមផងដែរចឹងទេខ្ញុំប្រកាសណាខ្ញុំសូមអំពាវនាវចំពោះគ្រប់ទីអារាមគ្រប់ព្រះវិហារទាំងអ៊ីស្លាមទាំងគ្រឹះមេត្តាផ្ដល់នៅការអាវាតជៀសវាងអបាយមុខនានាហើយបង្កើតឲ្យមានស្ថានភាពល្អប្រសើរគ្រប់តួអង្គមនុស្សដែលពាក់ព័ន្ធជាមួយនឹងគោលដៅដែលយើងចង់បានគឺសម្រេចនៃភូមិឃុំមានសុវត្ថិភាពចំណុចទី2ខ្ញុំប្រកាសណាខ្ញុំនៅតែបន្តអំពាវនាវឲ្យគ្រប់គ្រងទៅដល់រាជរដ្ឋាភិបាលក្នុងការបង្កើតឡើងការអនុវត្តបន្តអនុវត្តនៅខឿនការពារជាតិរបស់ប្រជាជនចំណុចនេះកម្ពុជាបានអនុវត្តតាំងពីដើមរហូតមកដល់ពេលនេះគឺខឿនការពារជាតិរបស់ប្រជាជនមិនមែនកងទ័ពដាច់ដោយឡែកធ្វើភារកិច្ចដាច់ដោយឡែកសម្រាប់វិស័យការពារជាតិទេវាត្រូវមានការរួមចំណែកហើយការរួមចំណែកនេះបានធ្វើក្នុងរយៈពេលកន្លងទៅផលណាស់ខ្ញុំប្រកាសណាខ្ញុំចេញពីទីនេះអរព្រគុណចំពោះបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ទីអារាមអរគុណចំពោះប្រជាពលរដ្ឋជាទូទៅដែលបានចូលរួមក្នុងការគ្រប់គ្រងទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងវិស័យការពារជាតិក្នុងរយៈពេលកន្លងទៅជំនួយឧបត្ថម្ភនានាត្រូវបានផ្ដល់ទៅដល់មូលដ្ឋានរហូតទៅដល់មានការផ្ដល់ជាសម្ភារៈដែលសម្រាប់ទ្រទ្រង់ឲ្យសុវត្ថិភាពរបស់កងទ័ពដូចជាអាវក្រោះអីជាដើមអាវក្រោះអីជាដើមអញ្ចឹងទេចំណុចទាំងអស់នេះគឺជាចំណុចដែលយើងព្រោះព្រះអង្គបើកាលណាជាតិរលត់ហើយជាតិត្រូវបាត់បង់ជាតិត្រូវគេបំពានសាសនាក៏ត្រូវគេបំពានដែរដូច្នេះខ្ញុំប្រកាសណាខ្ញុំបន្តអំពាវនាវសម្រាប់ការចូលរួមព្រោះការការពារជាតិដើម្បីយើងសុំតែមិនសុខទេយើងមិនត្រឹមការឆ្លៀតពៀនណាទេគេបានចោទយើងតែយើងចង់រកដីគេខ្មែរបាត់ដីអស់ច្រើនណាស់ទៅហើយអស់ច្រើនណាស់ទៅហើយនៅសល់ប៉ុណ្ណឹងគឺអាពាហ៍ប៉ុណ្ណឹងទៅបានហើយយើងមិនមានតម្រូវការចង់បានអ្វីពីនរណាទេពីនរណាទេអ្វីដែលអតីតកាលបានបន្សល់ទុកដោយមានគួនខ្នាតត្រឹមត្រូវគឺយើងរក្សាប៉ុណ្ណឹងទៅបានហើយកុំត្រូវការពង្រីកទឹកដីទៅណាទៀតអ្នកខ្លះចង់ឲ្យយើងទៅវាយយកកោះត្រល់ទៅវាយយកកម្ពុជាក្រោមអ្នកខ្លះចង់ឲ្យយើងទៅយកខេត្តបណ្ដាខេត្តនៅឯប្រទេសថៃអ្នកខ្លះចង់បានទាំងទឹកដីពីឡាវត្រឡប់មកវិញប៉ុន្តែពួកគេបានត្រឹមស្រែកពីខាងក្រៅមកទេ
អ្នកនៅក្នុងស្រុកនោះគឺមានប្រមាណទៅពួកគេចេះតែនិយាយចឹងទេអ្វីដែលជាសក្តិត្រូវការរបស់យើងគឺការការពារជាតិរបស់យើងតែប៉ុណ្ណោះហើយក្នុងចំណុចនេះក្នុងរយៈពេលចុងក្រោយនេះដោយដែលសម្ដេចបរិយាគុណសម្ដេចឯកឧត្តមលោកជំទាវអស់លោកលោកស្រីបានដឹងហើយថាសភាពការព្រំដែនគឺមានកម្ដៅរបស់វាឡើងចុះខ្ញុំបង្ហាញការមិនយល់ហើយក៏បង្ហាញនៅការគេហៅថាភាពគេថាភាពឬថាក្រោតក្រៀតបន្តិចទៅចុះអំពីគេបាញ់ប្រជាជនយើងស្លាប់គេមិនថ្កោលទោសអ្នកដែលបាញ់ប្រជាជនស្លាប់ទេតែគេមិនហៅថ្កោលទោសរដ្ឋាភិបាលគេដាក់សំណួរមករដ្ឋាភិបាលសូម្បីតែសុំ5ទៅបណ្ឌិតសេងសេរីឃើញបង្ហោះសារមួយថាលោកពុកធ្លាប់តែនិយាយលោកពុកនិយាយរឿងនេះនិយាយរឿងនោះឥឡូវមិនលោកពុកស្ងាត់ហៅលោកបណ្ឌិតហើយឈ្មោះថាបណ្ឌិតអីក៏ល្ងងម្លេះតើទីតាំងឈរជើងរបស់ហ៊ុនសែននៅកន្លែងណានៅពេលនេះមិនមែនជាទីតាំងដែលហ៊ុនសែនឈរដូចពីមុនទេបើទុកឲ្យហ៊ុនសែននិយាយដូចកាលពីពេលនៅធ្វើនាយករដ្ឋមន្ត្រីអញ្ចឹងយើងតែងតាំងយើងរៀបចំជ្រើសតាំងបោះឆ្នោតឲ្យមាននាយករដ្ឋមន្ត្រីធ្វើអីបើឲ្យរដ្ឋមន្ត្រីការពារជាតិឲ្យទាបាញ់និយាយអញ្ចឹងទាសីហាធ្វើអីបើឲ្យសខេនិយាយតើសសុខាធ្វើអីឥឡូវយើងនិយាយគ្នាចេះវិញបើថាល្ងងទៅនិយាយច្បាស់តែល្ងងទៅកុំចាំបាច់ឲ្យខ្ញុំហៅកុំធ្វើទស្សនវិទូខ្ញុំហៅអាល្ងងទូអាហ្នឹងអាល្ងងទូវាពិតជាល្ងងមែនវាអត់ដឹងថាកន្លែងទីតាំងឈរជើងវានៅកន្លែងណាហ៊ុនសែនស្គាល់ណាស់តួនាទីអស់ទាំងនេះហើយមិនមែនមានតែហ៊ុនសែនទេអ្នកចំនួនជាមួយគ្នានេះដែលចេញដំណើរតាំងពីឆ្នាំ1979ជាមួយគ្នាសិតតែស្គាល់តួនាទីច្បាស់ណាស់កន្លែងណាត្រូវនិយាយកន្លែងណាមិនត្រូវនិយាយយើងបានដកខ្លួនចេញពីរដ្ឋាភិបាលហើយអញ្ចឹងទេតើឲ្យខ្ញុំត្រូវទៅនិយាយជួសនាយករដ្ឋមន្ត្រីឬយ៉ាងម៉េចអញ្ចឹងបើយើងទៅនិយាយជួសនាយករដ្ឋមន្ត្រីតើយើងចាំបាច់រៀបចំនាយករដ្ឋមន្ត្រីធ្វើអីក្នុងរដ្ឋធម្មនុញ្ញបានចែងច្បាស់ជាពិសេសច្បាប់រៀបចំនឹងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានចែងច្បាស់នាយករដ្ឋមន្ត្រីដឹកនាំនយោបាយទាំងក្នុងប្រទេសនិងក្រៅប្រទេសដូច្នេះគេមានតួនាទីរបស់គេត្រឹមត្រូវអញ្ចឹងបានជានាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតាក់ទងជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំហៅទូរស័ព្ទជាទិដ្ឋាការគឺតែងតែពីវ៉ាស៊ីនតោនពីសេតវិមានហៅមកទីក្រុងភ្នំពេញទេព្រោះយើងមិនអាចហៅទៅនោះទេពីនោះហៅត្រឡប់មកវិញណាយើងងាយស្រួលនៅក្នុងតំណែងម្ដងនៃពេលវេលារបស់ប្រធានាធិបតីត្រាំជាមួយនឹងនាយករដ្ឋមន្ត្រីអេនវ៉ាអ៊ីប៊ីហ៊ីមក៏ត្រូវតំណែងគ្នាគេមិនមែនតាក់ទងពីរវាងប្រធានាធិបតីត្រាំជាមួយនឹងប្រធានព្រឹទ្ធសភាហ៊ុនសែនណាឬក៏នាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាមួយហ៊ុនសែនណាអំណាចវាបែងចែកអញ្ចឹងហេតុអ្វីបានខ្លួនធ្វើជាល្ងងឬក៏ខ្លួនត្រូវប្រើវិធីហ្នឹងដើម្បីនឹងបង្អាប់បន្តបង្អាប់
Chẳng thế có xóm chun và chạy từ lọc tàu vinh hai vị thi nấy ba nhà hà đã tệ tính cho môi nângยุทธศาสตร์របស់រាជរដ្ឋាភិបាលខ្ញុំគិតថាគេធ្វើត្រូវដែលខ្ញុំបង្ហោះសារមួយថាការប្រមូលនេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងៀមតែមិនស្ងាត់តែមិនស្ងៀមបានសង្កេតថាគេមិនមែនដេកមើលទេគ្រាន់តែគេមិននិយាយវាមិនមែនជារឿងដែលត្រូវតោះកុហលឧទាហរណ៍ខ្លះគេប្រមាថវាយយើង3ថ្ងៃទេខ្លះគេប្រមាថវាយយើងយក4ខែដើម្បីដោះដូរណាជាមួយនឹងប្រាសាទនេះប្រាសាទនោះប៉ុន្តែយើងនឹកក្នុងចិត្តថាបើឯងក្បាលប៉ានដែរឯងមកក្នុងចិត្តយើងនិយាយក្នុងចិត្តតែយើងមិនបាននិយាយចំហទេនៅទីនេះសិតតែជើងអ្នកទាហាននេះហើយមិនមែនទាហានត្រឹមតែមកការពារខ្លួននេះពីដើមទាហានដើរឲ្យគេបាញ់ព្រោះទាហានត្រូវវាយលុកចូលប្រទេសគេចូលប្រទេសអញ្ចឹងមិនមែនទាហានសម្រាប់ក្រាបបាញ់ទេទាហានសម្រុកទៅមុខអញ្ចឹងពាក្យប្រមាថមួយចំនួនទុកឲ្យអ្នកឯងប្រមាថទៅយើងមិនអួតអាងឲ្យទាំងអស់ក៏ប៉ុន្តែយើងមានសិទ្ធិការពារខ្លួនរបស់យើងការពារសិទ្ធិរបស់យើងប៉ុន្តែកន្លងទៅឧទាហរណ៍បញ្ហាព្រៃច័ន្ទភូមិព្រៃច័ន្ទឬថានៅខេត្តបន្ទាយមានជ័យគេចង់ឲ្យយើងផ្ទុះអាវុធភ្លាមឥឡូវបើផ្ទុះអាវុធភ្លាមតើលទ្ធផលវាចេញមករបៀបម៉េចសូមជួយឆ្លើយផងមើលគេកំពុងតែញុះឲ្យយើងដើម្បីផ្ទុះអាវុធផុតពីរឿងមួយដល់រឿងមួយសូម្បីតែជាពីមកៅស៊ូក៏គេបាញ់ណាពេលយប់ណាបាញ់ស្ទើររាល់យប់ប៉ុន្តែខាងរាជរដ្ឋាភិបាលខាងកងទ័ពគេណែនាំមិនឲ្យឆ្លើយតបទេអាវុធបាញ់ស្ទើររាល់យប់ស្ទើររាល់ថ្ងៃប៉ុន្តែយើងមិនតបតព្រោះវាបានដើរដល់ដំណាក់កាលនៃបទឈប់បាញ់ដែលត្រូវគោរពនឹងទី1ទី2វាបានដើរដល់សេចក្តីថ្លែងការណ៍នៃសន្តិភាពរវាងកម្ពុជាថៃដែលមានទាំងម៉ាឡេស៊ីមានទាំងសហរដ្ឋអាមេរិកហើយក៏មានទាំងចិនបានដឹងឮផងដែរទាំងអស់នេះនិងមិត្តភ័ក្តិនៅលើពិភពលោកបានដឹងដែរគេកំពុងតែសង្កេតមើលបើយើងឆ្លងឆ្លើយហួសហេតុគឺវាទៅជាគេហៅថាចំនួនពាក្យសម្ដីអញ្ចឹងទេស្ងាត់តែមិនស្ងៀមក្លែកមើលកងទ័ពមើលយើងមានការផ្លិតភ្លាំងខ្ញុំទទួលស្គាល់ដោយយើងមិនបានបំពាក់អាវក្រោះអាវការពារអាវសុវត្ថិភាពឲ្យបងប្អូនប៉ុន្តែឥឡូវនេះវាលើសពីការគ្រប់គ្រាន់ទៅហើយតើនឹងគេធ្វើអីអានឹងក៏ជាវិស័យការពារជាតិដែលគេធ្វើដោយស្ងាត់ស្ងៀមបន្តិចទៀតខ្ញុំនឹងមានម៉ាកមួយ DSS សម្រាប់ផលិតបំពាក់ឲ្យកងទ័ពឲ្យនាំចេញទៀតព្រោះកាលដែលខ្ញុំទៅទល់ដែនកងទ័ពគេថាសូម
ធ្វើអគ្គមជ្ឈការអគ្គភស្តុភារជាន់ខ្ពស់ថាអូខេធ្វើអញ្ចឹងបើអគ្គមជ្ឈការជាន់ខ្ពស់ត្រូវធ្វើភស្តុភារខ្ញុំកណាខ្ញុំមិនលើកលែងតែមានតម្រូវការនៃការសុំយោបល់របស់នាយករដ្ឋមន្ត្រីនិងអ្នកដទៃទៀតខ្ញុំកណាខ្ញុំនឹងប្រោះហើយលើក្នុងក្រុមនៅក្នុងក្រុមចុចភ្លាមគឺមានអ្នកដែលត្រូវចូលរួមប្រជុំយ៉ាងម៉េចដោះស្រាយយ៉ាងម៉េចសូម្បីតែនៅព្រៃច័ន្ទហ្នឹងពេលដែលកើតរឿងភ្លាមនាយករដ្ឋមន្ត្រីបានទូរស័ព្ទមកសួរថាតើពុករឿងហ្នឹងគួរដោះស្រាយយ៉ាងម៉េចចុះកូនឯងដោះស្រាយយ៉ាងម៉េចថាឥឡូវអត់មានផ្ទុះទេយើងត្រូវតែនៅត្រង់ប៉ុណ្ណឹងថាត្រូវប្រសិនហើយអ្នកដទៃគេថាយើងនឹងគេបាញ់សម្រាប់ប្រជាជនហើយនៅស្ងៀមទៀតប៉ុន្តែឥឡូវខ្ញុំសុំសួរត្រឡប់ទៅវិញថាបើសិនជាយើងផ្ទុះអាវុធតើមនុស្សស្លាប់ត្រឹមម្នាក់និងរបួស3នាក់ហ្នឹងទេវាទៅលើសពីនោះថៃក៏ត្រូវស្លាប់អាចច្រើនហើយយើងក៏ស្លាប់ដល់ស៊ីសផុតនោះនិយាយគ្នាច្បាស់កន្លែងនោះយើងមិនមែនខ្លាចវាយទេក៏ប៉ុន្តែវាយទៅវាបានផលមកវិញស្អីបំផ្លាញកិច្ចព្រមព្រៀងច្បាញ់បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាពតើវាគួរទេអ្នកដទៃអ្នកឯងនិយាយបាននៅខាងក្រៅទេប៉ុន្តែសុំសួរថាពួកអ្នកឯងបានថ្កោលទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់និងរងហើយនៅយើងទៅត្រូវបញ្ជាក់អំពីចំណុចនេះឲ្យបានច្បាស់តួនាទីមិនមានខុសគ្នាយើងទាំងអស់គ្នានេះទាំងប្រសង់ទាំងកុហករាប់ទាំងខ្ញុំកណាខ្ញុំធ្វើជាផុសភារកងតបមើលជួយទៅខ្ញុំឃើញចិត្តតបើមើលតាម TikTok អីមានទាំងបរោះមានទាំងស្ត្រីដេអាវអាដៃណែអាវក្រោះហើយយកទៅបាញ់សាកបានយកទៅឲ្យកងតបបាទឥឡូវគឺថាអាហ្នឹងហើយស្ងាត់តែមិនស្ងៀមយើងត្រូវពង្រឹងរកវិធីដើម្បីធ្វើម៉េចការពារសុវត្ថិភាពយើងមិនយកអាវហ្នឹងទៅជល់ឲ្យគេបាញ់ទេប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ពរកវិធីផ្គត់ផ្គង់កងទ័ពឲ្យបានល្អប៉ុន្តែអ្នកដទៃរុញខ្លាំងណាស់ដើម្បីឲ្យយើងផ្ទុះអាវុធណាថាអត់ដល់ណាទៀតពីមុនគេយកពាក្យអរគុណសន្តិភាពធ្វើជាការលេងសើចប៉ុន្តែឥឡូវក្រោយពេលផ្ទុះអាវុធបានទទួលស្គាល់ហើយពាក្យអរគុណសន្តិភាពមិនសាមញ្ញទេកុំចាំបាត់សន្តិភាពបានស្រែករកសន្តិភាពអញ្ចឹងត្រូវការពារសន្តិភាពទៅនេះវាស្ថិតក្នុងចំណែកទូចមួយនៃដែនដីនិងពេលវេលាក៏ប៉ុន្តែវាក៏មានឥទ្ធិពលចំពោះប្រទេសទាំងមូលដែរអញ្ចឹងបើយើងពិនិត្យមើលអំពីដែនដីនៃចំនួនវាតូចណាស់បើប្រៀបធៀបជាមួយដែនដីដែលមានសន្តិភាពពេលវេលាវាតិចណាស់ប្រៀបធៀបជាមួយនឹង24ម៉ោងលើ24ម៉ោងភាពរអាក់រអួលនៅកន្លែងតូចតាចមួយចំនួនណាគ្រាន់តែប៉ុណ្ណឹងវាបង្កើតបាននៅបញ្ហាសម្រាប់កង្វល់នៃអ្នកខាងក្រោយទៅហើយចោះតម្រង់ដល់បាត់សន្តិភាពទូទៅប្រទេសទៀតវាយ៉ាងម៉េចអញ្ចឹងទេវាអរគុណសន្តិភាពដែលមុននេះគេឌូដាក់យើងឥឡូវភ្លឺភ្នែកកាយហើយទៅ
mình mến chỉ chay đòn ti để dương đã tranh nữ trong đợt đi ấy lấy cái đưa nữ bịa đã thả ngắt tay mình nghiêm điệt cái đưa điệt vấn đề phụ à đưa đó vừa mình nói không sốc đó vì nói kẻ sốc vì nói rộng rộng phụ à đưa xong nè kết ở bàn cho ba nơi ở với tới đã hơi thật dương cô đau rồi bỏ dương cô đau rồi bỏ dương cứ son được tiếp vươn tật lọt tụm nè tụm nong chết khang ló trời bàn co sang chuốc chuột co sang hai dương à lấy yun là ca chơi chanกับปงtay đồng na ca tôi tiêu hoคณะกรรมการพรมแดน CBC อะไรนะcái กระป๋องดาววะเวงទៀត cái ประชุมគ្នាឲ្យគេดาววะเวงមិនបាញ់វะเวงពីបកគោលប្រមាណ52ដល់59ดาววะเวงดาววะเวងดาวវะបកគោលទៅបោះបានប្រមាណពោះអញ្ចេះអនុសារណៈយោគយល់គ្នាឆ្នាំ2000ពេលនោះយើងបានធ្វើត្រឹមតែដើររកបកគោលចាស់ទេមិនតាន់បានកំណត់ខ្សែព្រំដែននៅកន្លែងណាទេឥឡូវនេះដល់ដំណាក់កាលដែល JBC គេឈានទៅដល់កំណត់នៃការកន្លែងណាបកគោលព្រំដែនដែលបានប្រកាសទទួលស្គាល់ទាំងសងខាងហើយពីបកគោលមួយទៅព្រោះគេនឹងដើរបោះបកគោលទៅតាមហ្នឹងចឹងទុកភារកិច្ចនេះឲ្យគេធ្វើទៅមិនមែនតែឯងអ្នកមកស្រែកទេហើយក៏មិនមែនមកតម្រូវឲ្យប្រធានព្រឹទ្ធសភានិយាយដែរនាយករដ្ឋមន្ត្រីក៏មិនតម្រូវឲ្យនិយាយដែរណាទេគេមានសិទ្ធិនឹងនិយាយខ្ញុំក៏មានសិទ្ធិនិយាយដែរក៏ប៉ុន្តែបើខ្ញុំនិយាយទៅវាមិនមែនជារឿងល្អទេប៉ុន្តែខ្ញុំមានសិទ្ធិនឹងពន្យល់ប្រជាពលរដ្ឋអំពីគោលជំហររបស់រាជរដ្ឋាភិបាលប៉ុន្តែមានពេលខ្លះខ្ញុំនិយាយក្នុងនាមខ្លួនខ្ញុំផ្ទាល់ឧទាហរណ៍បើជាបដិជនតាមដានរឿងមិនអត់ទេប្រជាពលរដ្ឋរបស់យើងរឿងនិយាយច្រើនពេកឲ្យរឿងបើកច្រកនេះមុននោះនិយាយម្ដងហើយអាហ្នឹងតាំងពីជំនាន់រដ្ឋាភិបាលមុនលោកអីថងថាំផនថាំនាយករដ្ឋមន្ត្រីស្រីទីនោះនិយាយពីរឿងបើកច្រកហើយនៅខាងក្នុងយើងនេះដូចអត់ឃើញមានអ្នកនាំពាក្យឬក៏អ្នកណាយស្រែកតបផ្សោះអញ្ចឹងខ្ញុំកុំនិយាយព្រោះអាហ្នឹងការងាររបស់យើងនេះគេង Facebook មកដាក់រំងសុំបិទ100ឆ្នាំទៀតប្រាប់ថាតាំងពីថៃបិទទល់ដែនមកខ្មែរមិនដែលកម្ពុជាមិនដែលទៅសុំបើកទេហើយបើសិនជាថៃបិទ100ឆ្នាំទៀតក៏ខ្មែរមិនងាប់ដែរដល់ចុងក្រោយនេះនាយករដ្ឋមន្ត្រីថៃនិយាយមិនតិចពីជាង2ដងណាមិនបើកច្រកអ្នកនាំពាក្យកងទ័ពចេញមកនិយាយច្រើនដងរហូតដល់ថ្ងៃដែលខ្ញុំប្រតិកម្មរដ្ឋមន្ត្រីការពារជាតិបាននិយាយថាក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែនបានខ្ញុំទាញមកដាក់ Facebook ថាសូមឲ្យថៃបិទ100ឆ្នាំឬ500ឆ្នាំទៀតហើយខ្ញុំសូមបញ្ជាក់ខ្ញុំប្រឆាំងដាច់ខាត
ចំពោះសំណើណាក៏ដោយរបស់ភាគីកម្ពុជាបើកព្រំដែនថៃកម្ពុជាថៃព្រោះគេនៅបើកគេនៅបិទយើងកុំទៅសុំបើកកុំធ្វើថោកព្រោះរឿងហ្នឹងយើងបានដឹងទាំងអស់គ្នាហើយយើងមិនមែនអ្នកបិទទេគេអ្នកបិទកូនសោនៅលើគេហេតុអីបានយើងទៅវសុំគេសុំជូនសារទៅថ្នាក់ដឹកនាំថៃមិនថាស៊ីវិលមិនថាកងទ័ពកម្ពុជាមិនធ្វើថោកទៅសុំឲ្យថៃបើកច្រកព្រំដែនទេអត់ទេកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឲ្យទំនិញថៃតើវិធីនោះទៅណាប៉ុន្តែខ្ញុំសូមនិយាយមួយរឿងមួយកុំទៅជលហួររហូតដល់អ្នកវិនិយោគថៃផលិតទំនិញនៅកម្ពុជាមិនព្រមទិញដែរទេអាហ្នឹងជាការខុសក្បួនគេផលិតនៅកម្ពុជាចាត់ទុកជាទំនិញរបស់កម្ពុជាដូចជា CP នេះវាផលិតវាចិញ្ចឹមមន់វាចិញ្ចឹមអាហ្នឹងពងមន់ទិញវាផលស៊ីមកវាមានស្អីអាហ្នឹងរបស់យើងតើមកក៏ទៅជួលហើយមកសិលមិញខ្ញុំនិយាយឲ្យអស់ទៅចាកូនស្រីខ្ញុំមិនធ្វើអគ្គនាយកទូបាយ័នហើយគ្នាក៏ក្រាបការវាមិនបានដែរបើតាមើលទៅសួរពុកឥឡូវហ្នឹងអាបូកូតាគេសុំវាយបុកឡើងវិញហើយចុះបូកូតារបស់ជប៉ុនដែរបាទចារបស់ជប៉ុនហើយចុះមិនបានមិនវាយថាកែលក់នៅនេះគឺជនជាតិថៃថាឈួតវាទៅជាអញ្ចឹងអស់ទៅអ្នកដែលថៃអញ្ចឹងបានជានៅក្នុងការនិយាយរបស់ខ្ញុំតែងតែដាស់តឿនអ្វីដែលមាននៅក្នុងប្រទេសថៃដែលគេថៃវិនិយោគនៅទីនេះទៅការពារគេទៅថែទាំគេចាត់ទុកអានឹងជាការរបស់យើងកុំទៅហួសពីហ្នឹងទំនិញដែលគេផលិតក្នុងស្រុកយើងគឺជាទំនិញហើយអា PTT រាល់ថ្ងៃមិនមែនយកប្រេងពីថៃមកលក់ទេអា PTT យកប្រេងពីសិង្ហបុរីពីម៉ាឡេយកមកលក់ហើយអត់ទៅចាក់សាំងទៀតអាហ្នឹងក៏ហើយទៅអញ្ចឹងវាទៅជ្រុលអាហ្នឹងវាទៅជ្រុលអាហ្នឹងទីចុងបំផុតសម្រាប់សេដ្ឋកិច្ចខ្លួនឯងទៅកុំឆ្លាតរហូតដល់សម្រាប់ខ្លួនឯងនេះជាវិធីដែលសម្រាប់ខ្លួនឯងហើយក៏កុំទៅជ្រុលដូចជា K01 ដែលខ្ញុំបង្ហោះវាទៅធ្វើយុទ្ធនាការដើរសុំទំនិញតាមហាងយកទៅដុតរត់ដល់ផ្ទុះអាកំប៉ុងទឹកដោះគោយកទៅដុតព្រោះវាផ្ទុះអាហ្នឹងវាទៅជ្រុលនិយមហើយទៅជ្រុលនិយមអារបស់ហ្នឹងយើងយកលុយទៅទិញគេយកមកយកលុយទៅទិញគេដើម្បីយកមកហើយអញ្ចឹងតើឲ្យគ្នាទៅមិនបញ្ហាសំណូមពរធ្វើតែប៉ុណ្ណេះទេសុំលក់អានឹងឲ្យអស់ទៅតែកុំឲ្យយកមកទៀតណាតែប៉ុណ្្នឹងឯងលក់ឲ្យអស់ប៉ុន្តែកែលោអាមិនអស់នេះវានៅតែមិនអស់រហូតប្រយ័ត្នណាខ្ញុំសូមជម្រាបហ៊ុនសែននៅមានតួនាទីយ៉ាងធំក្នុងឋានៈជាប្រធានបកកណ្ដាលអំណាច
ទោះបីនាយករដ្ឋមន្ត្រីមិនធ្វើប៉ុន្តែក៏ត្រូវដាស់តឿននាយករដ្ឋមន្ត្រីដែរក៏ត្រូវដាស់តឿននាយករដ្ឋមន្ត្រីដែរទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃទាំងសងខាងសុទ្ធតែកំពុងលេងល្បែងចាញ់ដូចគ្នាប៉ុន្តែយើងលោតទៀបធ្លាក់មកវិញឈឺក៏មិនទៅខ្លាំងដែរតែគេលោតខ្ពស់ជាងធ្លាក់មកវិញគឺឈឺខ្លាំងនៅត្រង់ណាបើយើងក្រៅតួលេខក្រៅផ្លូវការទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាង 10,000 លានប៉ុន្តែទំហំពាណិជ្ជកម្មដែលមាននៅក្នុងកត់ត្រាដោយជើងលេខកូដឆ្នាំ2024ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង 6,000 លានដោយក្នុងនោះកម្ពុជានាំចេញទៅថៃ 1,100 លានហើយថៃនាំមកកម្ពុជា 5,400 លានដោយតែថៃមានអតិរេកពាណិជ្ជកម្មជាង 4,000 លានជាង 4,000 លានអញ្ចឹងអ្នកណាខាតអ្នកណាចំណេញសភាពាណិជ្ជកម្មថៃតែងតែប្រកាសថានៅពេលដែលមានបញ្ហាយើងបាត់បង់ជាមួយនឹងការនាំចេញជាមួយនឹងកម្ពុជាក៏មិនមែនចង់បានអាហ្នឹងទេប៉ុន្តែយើងបង្ខំចិត្តដូចជាអ៊ីនធឺណិតអគ្គិសនីហើយប្រេងឥន្ធនៈថ្ងៃណាក៏ថ្ងៃគម្រាមបិទថ្ងៃណាក៏ថ្ងៃគម្រាមដាក់ផ្ដាច់ការពិតយើងមានសមត្ថភាពផ្គត់ផ្គង់ខ្លួនឯងក៏ប៉ុន្តែយើងគោរពកុងត្រារុស្ស៊ីអញ្ចឹងដល់និយាយច្រើនពេកប្រាប់រៀបចំដល់ម៉ោងផ្ដាច់ក្រឹបមួយទៅដល់អគ្គិសនីយើងមានអគ្គិសនីនៅឯខេត្តកោះកុង50 មេហ្គាវ៉ាត់ប៉ុន្តែដោយសារគោរពកុងត្រារុស្ស៊ីជាមួយគ្នាមានការទិញភ្លើងពីថៃចូលមកកម្ពុជា24 មេហ្គាវ៉ាត់ពេលដែលខ្ញុំនិយាយហើយស្រាប់តែឃើញព័ត៌មានថាត្រាតកំពុងផ្គត់ផ្គង់ឲ្យខេត្តកោះកុង24 មេហ្គាវ៉ាត់អាណាផ្គត់ផ្គង់ប៉ុន្តែហើយថាបើសិនជាចាំមានបទបញ្ជានឹងកាត់ផ្ដាច់ខ្ញុំក៏បានសួរទៅម៉ណែតហើយសួរទៅកែវរតនៈថាភ្លើងយើងមានក៏ប៉ុន្តែយើងគោរពកុងត្រារុស្ស៊ីណាបានយប់នោះប្រាប់ទៅណែតថាបើឯងកូនអញហើយផ្ដាច់ភ្លើងឲ្យបានមុនម៉ោង 5 ភ្លឺអាហ្នឹងមិនមែនប្រើមិនមែននេះទេសម្ដេចមិនមែនជាប្រធានបកទេអានេះគឺថាតួនាទីឪនាយករដ្ឋមន្ត្រីប្រាប់នាយករដ្ឋមន្ត្រីប្រាប់ថាបើឯងកូនអញហើយផ្ដាច់ភ្លើងហ្នឹងមុនម៉ោង 5 ភ្លឺហើយពេលហ្នឹងវាចំពេលអត់ឯងណែកែវរតនៈទៅកោះកុងនឹងទៅទៀតព្រោះវាមានប្របាអីអាបារ៉ែតទៅវានៅអញ្ចឹងបដាច់របស់ថៃគឹបអូយញ៉ាដៃកម្ពុជាឡើងចេះវាជាប់បាត់ហើយ
hối mối tranh mà tiết tha bất prênh thấm tập bấy khai Campuchia chọc trà nhài chẳng thế này vô răn đấy cái lươn cái là ha tha cầm oi vào ba bếp bất hạnh prênh ai cho vào đầu từ chọc đó bất prênh cho đời nó kia dương không sốc kia chụp vô phèn bị Thái hay từ vô phèn bị Việt Nam vô phèn bị Singapore bị Malaysia mà lộ có hot tinh kia tiệt tới chỗ là mà biết tiệt tới chỗ là mà biết tiệt rước về chẳng hai rương này bị phúc lốc bạn đăng lư hơi rất tem hàm nái tiệt luôn hàm nái Amerik mà hàm nái chân mà đa bật ở diễn hơi lơ vô lốc cái trơ ca hơi rương khang bề kỳ thầy hay cho là đấy nè sẽ cây lạnh cả tháp chụp cục giang tốc ai thay thức luôn ấy tức hơi to tôi chụp vô mốcประเทศนี้ถ้าไปได้อะไม่นั่งต่อตัวจะมวยนั่งแต่โยรันไรมาเลยสีได้เชื่อประเทศอาเซียนทั้งกัมพูชีมันตั้งแต่ตัวกับเขาจมรู้เนี่ยเด็ดตีหรือก็ไรป้นกับเขาจะมวยเนี่ยเด็ดตีที่สมสกอลหุ่นมันไหนคอยบานจะบ้านแต่ว่าเนี่ยมันเหม็นโกนกระดาวที่ว่าวิจิโกนเนี่ยได้กรอนแต่มกเบียนั่งไปได้เย้ยเวเตอร์ย่ำเพราะย่ำเวียมันย่ำไหมบ่ไม่เวียมกย่ำได้เราไปกัดtớiเวียย่ำตอนนั้นนั่งเย้ยยังไม่ก็มกเวียนở tạiย่ำđó hôn sáng ย้ยtới mกเวียนก็มือไม่ใช่ปัญหาอะไรวิจิตตัวเนี่ยตีเนี่ยโยรันใจหักย่ำยืร้องสัตย์จะไม่ดักน้อมจึงจ้าในตินี้บ้านปะกุลกางเงี้ยนี่เตอเอาขณะดักน้อมแล้วกับพวกทัดนักน้องชั่วรัฐบาลสับไงเนี่ยปัญหาพวกกี้ก่อเมืองก่อเจนิจกาสมเริกาจูนประเทศคณะปะอนุประเทศคณะปะนั่งคณะอาจารย์ไตรอัมพีโกลกาเนี่ยนี่เดี๋ยวไตรประกันโยปันเต็มเปรอันวัดจะแสดงคือนโยรันไตรกิจเถื่อใครนั่งปัญหาโดยนี้การเด็กชมประการนาชมเจงแต่จอจ้าเนื้อไอจะมวยประการนานังจอจ้าเนื้อปัญหานี้เรียเตะตองนังการเรียบจอมกันปอมเพียงที่กำปารีชมประการนาชมบ้านในเย่จะมวยบองให้สมบัติบองเชียซิมบองไซบุทองใบเนี่ยชมประการนาชมบ้านปรับบองจากใบเนี่ยท่าประสันบ่าเอาเชื่อมแต่จ่าจ้าตระเอาซึกเชื่อมเอาซึกเชื่อมจ่าจ้าจังใส่อินทิก็มาสู้พนมเพ็งใส่อินทิก็สู้พนมเพ็งเธอไม่ยืนจ่าจ้ากันการในโดยคืนนี้เชื่อมประการนาเชื่อมอัดจีจะมวยนั้นจะมวยนั้นกิจการบอลโยรันไรตีเลิกเล่นแต่ในโยรันใจแต่สู้จะบอลถ้าเรื่องแบบนี้กูแต่เธออย่างไรผลใจเข้มหน้าเข้มใจแต่เมียนตบล็อกโดยเด็กเข้มหน้าเข้มพรับยืนบนเข้มหน้าเข้มใจสู้แต่วิ่งตาเจ้ากำนัดแต่บอกคนไอ้เนี่ยบอกไปเลยยืนตูซับไอ้จะบวยเคลียมได้แล้วให้โลกในโยรันใจที่สู้แต่คนไอ้ยืนจ้องดาเสียทำไมcái ta trong đó sẽ chơi đó hành chấn có đó hành chấn thôi พ
ពោវាសំហេតុសំផលហើយយើងគ្រប់គ្រងទៅពួកគេក៏ចង់ឲ្យប្រធានគណៈបកឬក៏ថាឪរបស់គេដែលកំពុងមានតួនាទីនៅក្នុងនោះដែរនោះបានដឹងឮដែរបានដឹងឮដែរអាហ្នឹងគឺជារឿងដែលខ្ញុំកណាខ្ញុំចង់និយាយហើយជូនសារទៅអ្នកដទៃទៀតតើចង់ឲ្យមានសង្គ្រាមទៀតឬក៏ចង់មានសន្តិភាពខ្លះគេថាកាត់ដីដោះដូរជាមួយសន្តិភាពនាយករដ្ឋមន្ត្រីបានចេញបន្លឺហើយគ្មានកិច្ចព្រមព្រៀងណាមួយតែត្រូវបាត់និយាយពីរឿងបាត់បង់ដីធ្លីទេអត់តាន់មានទេបត់ឈប់បាញ់ស្អីទៅជាកលឹះនៃបត់ឈប់បាញ់ឈប់បាញ់មិនចល័តតបមិនបន្ថែមបងតបអញ្ចឹង3ចំណុចដល់ឡាដៃណែសក្តិប្រកាសអំពីសន្តិភាពនេះកាត់បន្ថយអាវុធធុនធ្ងន់កាត់បន្ថយអាវុធធុនធ្ងន់ដោះមីតបក្រាបអនឡាញស្អីមួយទៀតទៅជា4ចំណុច4ចំណុចដោះមីនវាត្រូវដោះរួមគ្នាមិនអាចដើរដោះម្នាក់ឯងដើរដោះម្នាក់ឯងដោះដល់អីរាយបលាលួសយកទេអត់ទេណាប្រធានាធិបតីត្រាំជាមួយនឹងម៉ាណែតបាននិយាយគ្នាពីរឿងហ្នឹងតាហើយខាងនោះចង់ដើរតាមតែចិត្តដោះតាមចិត្តអត់ទេត្រូវមានថាដោះកន្លែងណាត្រូវដោះរួមគ្នាបើមិនអញ្ចឹងដើរទៅតណាត់តណែងមិនដឹងថាតណាមានតណាមិនមានណាទៅកំណត់រួមគ្នាអញ្ចឹងតួនាទីនេះសូមកុំផន់ច្រឡំថាយើងកាត់ដីដូរជាមួយសន្តិភាពអត់ទេបើមិនអញ្ចឹងមិនបាច់ចាំច្បាំងទេខាងនោះកុំរៀមវាយយកតាកបីប្រហែលថ្ងៃឮសូតើកុំរៀមត្រៀមវាយតាកបីបើដើម្បីជៀសវាងសង្គ្រាមអញ្ចឹងយើងឲ្យតាកបីទៅគេរបស់ទៅគេចង់បានប្រាសាទព្រះវិហារអញ្ចឹងយើងឲ្យប្រាសាទព្រះវិហារទៅគេទៅដើម្បីដោះដូរជាមួយសន្តិភាពចាំបាច់ទៅវាយទៅអីបើថាវាលប់ហើយវាលប់ទៅវាទៅតែវានាំគេលប់ហើយខ្ញុំសូមប្រមានអ្នកដែលលេង Facebook កុំរពឹសដៃចូលខមមិនឲ្យសោះខ្ញុំមិនឲ្យរួចខ្លួននេះខ្ញុំប្រាប់ឲ្យហើយត្រង់នាយករដ្ឋមន្ត្រីថាម៉េចថាទៅអាហ្នឹងរឿងសន្តិសុខជាតិអាហ្នឹងខ្ញុំទៅធ្វើហើយសូមកុំមកសុំទោសអីណាអត់ទេនិយាយគ្នាឲ្យច្បាស់ហ្មងសូមកុំល្វើដៃនិយាយ5ផ្ញើទៅហ្មងមិនថាប្រសងមិនថាក៏អត់ទេកុំល្ពឹសដៃចូលទៅខមមិនហើយតិចថាតលតែភេករបស់ហ៊ុនសែនបានស្រាវជ្រាវអត់ទេភេកណាក៏ដោយដែលបង្ហោះហើយឯងចូលទៅខមមិននៅក្រៅស្រុករួយខ្លួននៅក្នុងស្រុករួយខ្លួនទេប្រាប់ឲ្យហើយទៅប្រាប់ឲ្យហើយនេះមិនមែនជាអំពើប្រតិការទេព្រោះអ្នកឯងចូលមកជេរអ្នកឯងចូលមកប្របាក់ចិត្តទឹកចិត្តកងទ័ពអញ្ចឹងអំពើញុះញង់អំពើខ្លះជាអំពើក្បត់ជាតិតែម្ដងអំពើក្បត់ជាតិតែម្ដងប៉ុន្តែមកដល់ម៉ោងនេះយើងអត់តាន់មានដកសញ្ជាតិណាមួយទេក្នុងពេលដែលថៃបានដកសញ្ជាតិ2នាក់រួចទៅហើយគឺលីចំផាត់ហើយកុកអានអញ្ចឹងតើនៅលើពិភពលោកមានប្រទេសច្រើនណាស់ស្ទើរតែ80% នៃប្រទេសដែលមានច្បាប់ដកសញ្ជាតិដល់ម៉ោងនេះយើងអត់តាន់មានដកសញ្ជាតិណាមួយទេ
តែវានឹងឈានដល់ប្រសិនបើគេប្រព្រឹត្តដល់កម្រិតនោះដល់កម្រិតនោះអានឹងគឺថានិយាយយ៉ាងដូចនេះថ្ងៃនេះបាត់ធរបាត់អាអស់ប៉ុន្តែបដិជគុណគណៈខ្ញុំធ្លាប់និយាយលេងធ្លាប់នេះហើយពីដើមគណៈខ្ញុំអាសានិយាយបើមានសង្គ្រាមក្របអត់ស្គាល់ប្រសងសោះមិនស្គាល់ទេកាលដែលខ្ញុំគណៈខ្ញុំនៅឆ្នាំ1973ខ្ញុំគណៈខ្ញុំនៅអាយុ21ឆ្នាំទេពេលហ្នឹងនៅខាងពីមចលះខ្ញុំគណៈខ្ញុំជាមួយនឹងលោកទៅបោះតបក្បែរវត្តលោកហើយត្រង់សេនោះមានទៅក្នុងវត្តលោកទៅទៀតដល់ទៅពេលអីយន្តហោះមកបាញ់យើងនាំគ្នារត់ទៅរកត្រង់សេនៅវត្តលោកហ៎ព្រោះផ្ទះនៅក្បែរវត្តលោកនោះស្រាប់ហូចមានបងស្រីម្នាក់លោកអើយជួយផងលោកមានតែជួយមិនបានទេអាត្មាក៏ទៅដែរប្រចដល់ទៅចូលទៅលោកស្បង់មិនចង្កេងចង្អាងលោកអត់បានស្បង់ហ្នឹងនៅទៅនឹងមាត់ត្រង់សេហ្នឹងណាអូយយន្តហោះនោះអាយន្តហោះហ្នឹងកាលហ្នឹងជំនាន់អាខ្លែងស្រាក់គេអាខ្លែងស្រាក់វាចេះតែកលឹងហើយយើងទៅសង្ស័យលោកនឹងទៅទៀតថាលោកនឹងកែដាក់សញ្ញាព្រោះស្បង់នៅមាត់ត្រង់សេហ្នឹងវាមិនទៅជាឡើងពណ៌ហ្នឹងស្មានតែដាក់ជាសញ្ញាឲ្យណែយន្តហោះវាយថាកន្លែងហ្នឹងកងតបទៀតមានអីលោកប្រសង់មានលីអូឯណាបាទដឹកគុណណាពេលដែលភ័យមែនតើហ្នឹងប្រចចូលទៅក្នុងត្រង់សេហ្នឹងប្រមាណអង្គនោះប៉ុន្តែមានមួយអង្គជាប់នៅក្រៅនេះស្បង់នៅក្រៅនេះអញ្ចឹងទេអត់មានលីអូទៅតែខ្លួនចឹងបានថាសន្តិភាពមិនមែនសម្រាប់នរណាម្នាក់គឺសម្រាប់ទាំងអស់គ្នាហើយក៏មិនមែនសម្រាប់តែអ្នកដែលគេឈ្លានពានយើងដែរអ្នកឈ្លានពានយើងក៏គេកាន់តែគ្រោះថ្នាក់កុំភ្លេចសោះខ្ញុំកណាខ្ញុំក៏ជាតបម្នាក់ហើយជាតបដែលធ្លាប់ប្រយុទ្ធយើងវាយគេទៅវាយគេណាហើយណាស់ត្រូវប្រើ3ទៅវាយ1ហើយយើងសម្រាប់ទប់ទល់យើងត្រូវការ1វាយជាមួយ3បើណែឯងមិនមែនក្បាលប៉ានដៃទេកុំគេហៅថាកុំមាត់ឆៅពេកណាកុំមាត់ឆៅពេកគេក៏មានកំភ្លើងយើងក៏មានកំភ្លើងហើយយើងអត់មានត្រូវការទៅខ្លះមកឃោសនាអំពីបញ្ហាថាខ្មោចស្អុយតបខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេព្រោះយើងអត់បានចូលដីនរណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់អាខ្មោចដែលវាស្អុយនៅតាមទល់ដែរនោះតើវាជាខ្មោចរបស់នរណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងឃើញបញ្ជូនសារសូម្បីតែ Facebook របស់ខ្ញុំគឺចូលមកខ្ញុំគណៈខ្ញុំគឺថាបង្ហោះម្ដងគឺខាងនោះចូលមកមើលច្រើន
សិទ្ធថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយមានបាត់កូនបាត់ចៅឬអត់ខាងនេះគេរកគេយកមកធ្វើបុណ្យធ្វើទានអស់ហើយអ្វីដែលខ្ញុំកណាខ្ញុំសូមចំបញ្ជាក់សូមឈប់និយាយពាក្យអត់បើកព្រំដែនអត់មានអាណាទៅសុំនេះសុំ5ហើយរឿងកាត់ប្រាច់រៀងរាល់ការប្រជុំមិនថាប្រជុំអន្តរជាតិខ្នាតណាទេអនុតំបន់មេគង្គឬអិចមេកឬ GMS ណែគណៈកម្មការមេគង្គ CLMV អាស៊ានអាស៊ីបូព៌ាឬក៏ទូទៅពិភពលោកតែងនិយាយពីការតភ្ជាប់ប៉ុន្តែឥឡូវការតភ្ជាប់វាបាត់បង់ហើយការដែលថៃបិទព្រំដែនកម្ពុជាជាមួយកម្ពុជាវាមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ការតភ្ជាប់រវាងកម្ពុជាថៃទេតែវាជាការកាត់ផ្ដាច់ការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ានអាស៊ីបូព៌ានិងអាស៊ីផ្លូវដែកសិង្ហបុរីគុនមិញតើឆ្លងកាត់ណាឆ្លងកាត់សិង្ហបុរីម៉ាឡេថៃកម្ពុជាវៀតណាមបានតិចចិត្ត Highway អាស៊ានគឺវាត្រូវឆ្លងកាត់ពីវៀតណាមមកកម្ពុជាទៅថៃ Highway អាស៊ីដែលតភ្ជាប់រហូតដល់ទួរគីនៅម្ដុំអ៊ីស្តាំប៊ុលក៏វាត្រូវឆ្លងកាត់ប្រទេសទាំងនឹងដែរអញ្ចឹងទេនេះមិនមែនជាសកម្មភាពរបស់កម្ពុជាទេមិនមែនជាសកម្មភាពរបស់កម្ពុជាទេហើយខ្ញុំសង្ឃឹមថាការវិលត្រឡប់ដើម្បីរកសន្តិភាពវាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពឈ្នះដែលប៉ុន្មានខែកន្លងទៅនេះយើងស្ថិតក្នុងស្ថានភាពចាញ់កម្ពុជាក៏ចាញ់ថៃក៏ចាញ់ព្រោះប្រជាជនត្រូវជួបការលំបាករត់លូនបន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្មខាងនេះក្រមជ្រុលនិយមគេតែងនិយាយប៉ុន្តែណែឯងទៅភ្លេចអ្នកប្រើប្រាស់គឺជាចវាយទីផ្សារកម្ពុជាទំហំពាណិជ្ជកម្មដែលនាំចូលពីថៃមកកម្ពុជាមិនមែនតូចទេយើងនិយាយថាប៉ុណ្ណេះទៅចុះថាមួយឆ្នាំ5000លាន$5,000 សម្រាប់ថៃថាតូចប៉ុន្តែសម្រាប់ប្រជាជនថៃក៏មិនមែនជាតូចទេដែលខាតបង់ចការបន្លែផ្កាឬក៏ផ្លែឈើឬក៏ផលិតផលដែលសម្រាប់នាំមកកម្ពុជាទៅបាត់បង់តំណែងមួយចំនួននាំចូលមកហើយលក់មិនដាច់នាំចូលនាំត្រឡប់ទៅវិញដោយប្រជាជនខ្មែរពាក់ឯកាមិនប្រើប្រាស់ប៉ុន្តែខ្ញុំនៅតែបញ្ជាក់ថាយើងកុំទៅហួសជ្រុលផលិតកម្មដូចជាស៊ីម៉ង់ដែលផលិតនៅខេត្តកពតខេស៊ីមិនអានឹងជាផលិតផលផលិតនៅស្រុកខ្មែរគ្រាន់តែអ្នកវិនិយោគមកពីថៃចុះបើសិនជាយើងបិទរោងចក្រនឹងចោល
dương chuyện đó sầm lấp luôn này đi còn tới chôn hô vì năng xong còn thơ tam khê sổ mùi anh đang tập còn đang ngư tới chôn hô gồm là nà tờ dò tụm ninh giờ đột trao lại đột hơi bằng ho video tiết ban việc bằng ho video đấy ban đào dương đằng thôi hút cái nào trong sông ở bên tu thời xa tay thời nhí còn tay ní cứ tha việc sầm đây bao hôm sáng đã không niệm chiaประเทศคณะพระการอำนาจhơi chiaประเทศประสิทธิ์มันไปเรียนตำนานที่ประมาสัตว์ที่แต่เยอะไหมเนี่ยmà qua từ mấy nhá hãy chưa chuyện lừa ra thả bà đấy ra thả bà tất cả nghĩa cái thư hãy xong nè đã tay công nhua ở ra thả bà pra bà vút vì mình nóm đó phó chậm đánh nào mùi đi hay lấy trời ca cho cha hai ca cho cha việc đó cầm bắt cầm pul hơi đó cầm bắt cầm pul hơi đại miên mà ham nai mà cho hạt lấy ca hai mơ ti cần lấy cho hạt lấy ca xong miên sự kết đấy tức đây mà lê còn tay bật túp Americ trong na trong scholar Americ ba rương bình thi cả khiếp mót chất rồi bỏ Americ lơ pa nhà hát bình thi cả mình thầm ra trong cái nào trong club tư bị chúng nơi Americ ASEAN Americ pi đỏ nơi New York mà đón nơi Sunderland mà đón New York nơi People Dub Sunderland People Dub bầm bùi cho bắt lo rương bị thi ca đi khăn nào Obama mau bị chung nơi tí krong Phnom Penh cho bắt lo tên bị thi ca tên sẵn sóc Joe Biden mau bị chung nơi tí krong Phnom Penh cho bắt lo tên bị thi ca nâng tên sẵn sóc chẳng xong sẵn kết mơ tức đây mà lê còn tay bật túc cho hạt lệ khá cứ bật túc hợp định sau mấy tờ pôl dôm đi dế mến pôl dôm mà diễn rư mà lê đi đất bị vai hao mau lạ ra nhà mơ của một vì thi cá trời riêng chom đòi phía kia ẩm rịch xong còn hòn trở lòng lơ rương đi trong cái đó trong ăn thì dây chua ai thì vô rần đây thế còn bàn tay còn tha ông phiêu níu xong từ mấy dương và to cả control nơi này vô bài khuyên cả bị chết đã bỏ bị chút trôi luôn tất cả khi đã bay tới cây sóc tất cả khi hãy khát khom tận đau mà với nở son để phiếp đã bắt băng nở này mũi nơi tam prom đàn Campuchia Thái tam rồi dạ từng vơ sport từ đó san điệp hiệp control san điệp hiệp hãy xong công đường đam to từ tiết ai điểm đam to từ con san điệp hiệp nâng đại cái dốc tới chưa biết lên sao lấy khai tới chưa rướng đại biệt gặp vấn đề lấy cái cặp bông lên sao từ lơ bia dứt từ xa ngắt tè mình nghiêm rồi này vô rần đây sắp ngay còn tay này không còn đây chừng online này mui tầm mui đi môn vay kia nâng cái nào pe vay kia cái vay kia tọp dừng miên ai câu nâng miên mua đây cốc con đấy dừng thuê phải của dừng cất tham mình miên skim còn tay lấy về lơ về cá cốc con hãy trong cái nào trong sầm cơm ta nâng nom tranh ai
สวัสดิภาพนี่ចេញទៅគុតគង់ឲ្យប្រទេសក្រៅទៀតបើសិនគេបញ្ជាទិញហើយម៉ាករបស់គ្នាគឺ DSS ហើយខ្ញុំកណាខ្ញុំធ្វើតកែបងហើយដៃគុណបើត្រូវការពាក់ជួនកាលទៅមុនទៅស្រោចទឹកក្បែរទួលទៅកាប់ពាក់បើក៏ពាក់អីសម្ដេចបដិជគុណប្រសងសម្ដេចឯកឧត្តមលោកជំទាវអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33តែនឹងប្រកាសបើកនាពេលបន្តិចទៀតនេះនឹងប្រព្រឹត្តទៅក្រោមស្មារតីមហាសាមគ្គីភាពដ៏ទូលំទូលាយនិងស្និទ្ធស្នាលបំផុតស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសុខសន្តិភាពវិបុលភាពសុភមង្គលព្រមទាំងមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនានិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមលុបដ៏ត្រជាក់ត្រជុំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈបំផុតអបាញ់មិញខ្ញុំកណាខ្ញុំភ្លេចនិយាយរឿងមួយរឿងបញ្ហាកងទ័ពរបស់យើង18នាក់រឿងនេះតាំងពីថ្ងៃដំបូងខ្ញុំកណាខ្ញុំគិតថាខ្ញុំកណាខ្ញុំគិតត្រូវណាស់ការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ឈប់បាញ់ប្រមាណមកខ្ញុំកណាគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសាក៏ពិតជាយល់គេច្បាស់ជាតបភ្ជាប់រឿងនេះរឿងនោះនៅលើពិភពលោកតើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅបុត្របនដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាជនជាតិថៃទៅណាទៅមិននិយាយមួយម៉ាត់សោះដែលមុនធ្លាប់តែនិយាយឥឡូវអត់ឮសូរនិយាយសោះសង្គ្រាមគេតែងតែមានការដោះដូរឆ្លើយសឹកតែនេះចាប់កងទ័ពរបស់យើងលើដីយើងក្រោយបត់ជប់បាញ់យកទៅធ្វើជាចំណាប់ខ្មាំងសូមបងប្អូនជនរួមជាតិយកយល់រឿងនេះខ្ញុំកណាខ្ញុំបានចាត់ទុកថាបងប្អូននេះបានពលិកម្មជីវិតរួចស្រេចទៅហើយផែនការរបស់គេនឹងផ្ដល់ឲ្យយើងនៅថ្ងៃទី12កន្លងទៅប៉ុន្តែវាមានព្រឹត្តិការណ៍នៅណានោះវាបន្តិចបង្អាក់នៅដំណើរនេះដូច្នេះវាច្បាស់ណាស់ចងភ្ជាប់រវាង12 18នាក់ជាមួយនឹងបញ្ហាដទៃទៀតរាប់ទាំងថ្ងៃមកចាំមើលទៅគេនឹងអាចយកថាត្រូវតែធ្វើអានេះត្រូវតែធ្វើអានោះធ្វើអានេះឲ្យបានគេនឹងដោះអញ្ចឹងយើងចាត់ទុកបងប្អូននេះថាពលីតាมันគួររឿងនេះទៅជាអញ្ចឹងលើពិភពលោកដែលមានទេអាធននឹងដែលមានទេអាធននឹង
ដែលជាតិសាសន៍មួយតាំងខ្លួនជាស៊ីវិល័យហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរនេះមិនមែនជាឆ្លើយសឹកទេណាអត់មែនជាឆ្លើយសឹកទេបងប្អូនយើងស្លូតពេកហើយគេមកគេចាប់ដៃសុំថតរូបរួចហើយជង់ចាប់យកតម្រោះព្រោះអាងតែជប់បាញ់ហើយជប់បាញ់ហើយមកដីយើងទៀតបងប្អូនយើងស្លូតពេកហើយសូមទោសចំពោះក្រុមគ្រួសារទាំងឡាយដែលមានប្តីមានប្រពន្ធមានកូនមានឪពុកដែលខ្ញុំនិយាយរឿងនេះចេញមកខ្ញុំមិនដែលនិយាយរឿង18នាក់ទេព្រោះខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចស្រេចទៅហើយព្រោះចំក្រោយគេនឹងធ្វើការដោះដូរលើអ្វីមួយការដោះដូរបានឃើញស្រាប់ហើយរឿងព្រឹត្តិការណ៍កើតនៅឯណាមួយគេភ្ជាប់ការមិនដោះលែងនេះគឺជារឿងអណយអធមជាថ្មីម្ដងទៀតក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពកបំផុតនិងក្នុងនាមទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំផ្ទាល់សូមឲ្យអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នេះសម្រាប់បានជោគជ័យដ៏ត្រចះត្រចង់ដើម្បីអភិរក្សនិងអភិវឌ្ឍព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើននិងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាតាមរយៈការអប់រំសីលធម៌សង្គមនិងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋជាទីបញ្ចប់ទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមថ្វាយព្រះពរប្រគេនពរនិងជូនពរសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គឯកឧត្តមលោកជំទាវលោកស្រីសមាជិកសមាជិកានៃអង្គពិធីសូមមានសុខភាពល្អបរិបូរណ៍សុភមង្គលក្នុងគ្រួសារនិងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារនិងសូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភេណៈកំបីគ្រឿងគឺដល់ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមនាំមកនៅព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់សពព្រះរាជហឫទ័យប្រព្រះរាជទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គសម្រាប់ឧបត្ថម្ភកម្មវិធីរៀបចំអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី3លើកទី33ចំនួន20លានរៀលផងដែរទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមប្រកាសបើកអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ចាប់ពីពេលនេះតទៅសូមអរគុណ